ส่วนច្បារដ៏ស្រស់ស្អាតនេះលាក់អាត់កំបាំងដ៏រន្ធត់មនុស្ស27នាក់ត្រូវបានកប់នៅក្រោមឫសឈើទាំងរស់នេះគឺជាស្ត្រីតែម្នាក់គត់ដែលធ្លាប់ត្រូវបានឃុំខ្លួននៅក្នុងគុកអាល់កាត្រាស់ហើយវិធីដែលនាងរត់គេចខ្លួនគឺពិតជាមិនគួរឲ្យជឿនៅចុងទសវត្សរ៍ឆ្នាំ1800ស្ត្រីម្នាក់ឈ្មោះ Summer បានបើកកន្លែងបណ្ដុះកូនឈើដ៏ធំមួយនៅរដ្ឋ Florida អ្នកស្រុកហៅនាងថាស្ត្រីរុក្ខជាតិប៉ុន្តែគ្មាននរណាម្នាក់ដឹងថាសួនច្បាររបស់នាងលាក់ទុកនៅរឿងដែលគួរឲ្យខ្លាចនោះទេនៅចំកណ្ដាលសួនកញ្ចក់របស់នាងមានដើមវីណឺសដ៏ធំសម្បើមមួយដែលមានកម្ពស់ជិត9ម៉ែត្រនៅពេលគេសួរថាតើវាធំធាត់យ៉ាងនេះដោយរបៀបណានាងតែងតែញញឹមហើយឆ្លើយថាជីធ្វើនៅផ្ទះប៉ុន្តែនាងមិនបានប្រើដីទេវាគឺជាសាច់មនុស្ស Summer បានតាក់ទាញភ្ញៀវទេសចរដោយការដើរមើលដើមផ្កាពាក់កណ្ដាលអាធ្រាត្របន្ទាប់មកនាងដាក់ថ្នាំសណ្ដំពួកគេកប់ពួកគេទាំងរស់នៅក្នុងរូងឫសឈើនិងបណ្ដោយឲ្យរុក្ខជាតិរបស់នាងស៊ីសាច់របស់ពួកគេជាអាហារនៅឆ្នាំ1895បរិសម្នាក់ឈ្មោះ Walter Matt បានទៅលេងទីនោះជាលក្ខណៈឯកជនប៉ុន្តែគាត់មិនបានត្រឡប់មកផ្ទះវិញទេ3ថ្ងៃក្រោយមកគេបានរកឃើញគាត់វាចេញពីក្រោមសួនកញ្ចក់ដោយជើងរបស់គាត់ពោពេញទៅដោយស្នាមខាំគាត់បានប្រាប់ប៉ូលីសថាគាត់ភ្ញាក់ឡើងត្រូវបានគេកប់ទាំងរស់នៅក្បែរឆ្អឹងមនុស្សជាច្រើននាក់នៅយប់នោះប៉ូលីសបានឆែកឆេរកន្លែងនោះហើយរកឃើញសាកសពមនុស្ស27នាក់នៅក្រោមដើមឈើរបស់នាង Summer ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅគុកអាល់កាត្រាស់អស់មួយជីវិតប៉ុន្តែ3ខែក្រោយមកក្នុងកំឡុងពេលព្យុះដ៏ខ្លាំងក្លានាងបានរត់គេចខ្លួនតាមដំបូលដោយប្រើឆ័ត្រយោងធ្វើដោយដៃនិងបាត់ខ្លួនជារៀងរហូតតែអ្នកយល់យ៉ាងណាចំពោះសាច់រឿងមួយនេះកុំភ្លេចខមមិននៅខាងក្រោម